ចាលោកលោកស្រីប្រិមត្តស្ដាប់ជាទីមេត្រីពីទីក្រុង Melbourne វត្តអូស្ត្រាលីសូមស្វាគមន៍ចាសម្រាប់កម្មវិធីផ្សាយរយៈពេល1ម៉ោងនាថ្ងៃអាទិត្យទី24ខែវិច្ឆិកាឆ្នាំ2013នេះនាងខ្ញុំវិមាឡារួមជាមួយនឹងសហការីសូមនាំមកជូនលោកអ្នកនាងនៅនេតិព័ត៌មានប្រចាំថ្ងៃនេតិព្រឹត្តិការណ៍បច្ចុប្បន្ននេតិសេដ្ឋកិច្ចនិងទីផ្សាររួមជាមួយនឹងនេតិពិសេសមួយចំនួនទៀតផងដែរចាសូមជម្រាបថានេតិព្រឹត្តិការណ៍បច្ចុប្បន្នថ្ងៃនេះមានរបាយការណ៍ដូចជានិស្សិតប្រឡងប្រណាំងលើគំនិតច្នៃប្រឌិតបង្កើតមុខរបរសន្និបាតប្រចាំឆ្នាំរបស់បណ្ដាញកុមារអ្នកតស៊ូមតិសហគមន៍នេសាទនៅតែព្រួយបារម្ភពីបទល្មើសជលផលកើននៅខេត្តបាត់ដំបងជាមួយគ្នានេះនីតិសេដ្ឋកិច្ចនិងទីផ្សារមានរបាយការណ៍និយាយអំពីសហគមន៍ទេសចរមជ្ឈជាតិផ្សោតខេត្តក្រចេះដូច្នេះជាបឋមសូមអញ្ជើញលោកនាងកញ្ញាតាមដានស្ដាប់នាទីព័ត៌មានប្រចាំថ្ងៃមាតិកាសំខាន់រួមមានកុមារមកពីខេត្តព្រៃវែងត្រូវបានជ្រើសរើសសម្រាប់រង្វាន់វីដេអូអន្តរជាតិការរញ្ជួយដីនៅប្រទេសចិនប៉ះពាល់ដល់ប្រជាពលរដ្ឋជាង 58,000 នាក់នាយករដ្ឋមន្ត្រីអូស្ត្រាលីបានផ្ញើលិខិតតបទៅប្រធានាធិបតីឥណ្ឌូនេស៊ីលើករណីលួចស៊ើបការសម្ងាត់រួមជាមួយព័ត៌មានទាន់ហេតុការណ៍មួយចំនួនទៀតតទៅនេះសូមអញ្ជើញលោកនាងកញ្ញាតាមដានស្ដាប់នៅព័ត៌មានពិស្ដាអង្គការ UNICEF និងមូលនិធិ The 1 Minute Foundation បានប្រកាសឲ្យដឹងថាកុមារខ្មែរម្នាក់មកពីខេត្តព្រៃវែងត្រូវបានជ្រើសរើសជាអ្នកចូលរួមក្នុងវគ្គប្រកួតផ្ដាច់ព្រាត់ម្នាក់ក្នុងចំណោម15នាក់ដែលត្រូវបានជ្រើសរើសចេញពីបេក្ខជនសរុបចំនួន315នាក់ដែលមានលក្ខណៈសមស្របសម្រាប់ចូលរួមក្នុងការប្រកួតប្រជែងមួយដើម្បីកំណត់រកវីដេអូរយៈពេល1នាទីល្អបំផុតដែលផលិតដោយអ្នកផលិតខ្សែភាពយន្តវ័យក្មេងអាយុក្រោម20ឆ្នាំកាលពីឆ្នាំមុននេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Save the Children ដែលវិទ្យុអូស្ត្រាលីទទួលបាននៅថ្ងៃអាទិត្យនេះឲ្យដឹងថាកុមារឈុនសុភ័ត្រាវ័យ15ឆ្នាំជាសិស្សអនុវិទ្យាល័យរៀនថ្នាក់ទី8បានធ្វើដំណើរទៅកាន់ទីក្រុងអាំស្ទែដាមនៅសប្តាហ៍នេះក្នុងនាមជាបេក្ខជនប្រកួតប្រជែងដើម្បីទទួលរង្វាន់វីដេអូអន្តរជាតិភាពយន្តរបស់សុភ័ត្រាមានចំណងជើងថាទឹកបដូរនិស័យត្រូវបានដាក់បញ្ចូលទៅក្នុងប្រភេទវីដេអូ1នាទីនៃសេរីភាពអ្នកដែលត្រូវបានតែងតាំងសម្រាប់ការប្រកួតប្រជែងទទួលរង្វាន់ប្រភេទវីដេអូនេះមានមកពីប្រទេសវៀតណាម លីប៊ី អ៊ុយក្រែន និងអាមេនីThe 1 Minute JR គឺជាគំនិតផ្ដួចផ្ដើមអន្តរជាតិខាងផ្នែកសិល្បៈមួយដែលចាប់ផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ2002ដោយអង្គការ UNICEF មូលនិធិ The 1 Minute Foundation និងមូលនិធិវប្បធម៌អឺរ៉ុបដើម្បីផ្ដល់ឲ្យមនុស្សវ័យក្មេងទទួលបាននូវឱកាសធ្វើការងារជាក្រុមនិងចែករំលែកគំនិតនិងការយល់ឃើញរបស់ពួកគេអ្នកឈ្នះជ័យលាភីនឹងទទួលបានម៉ាស៊ីនថតប្រភេទ HD Flip Camera មួយគ្រឿងមន្ត្រីនៃភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជានិយាយថាភ្នាក់ងារនេះនឹងបើកការស៊ើបអង្កេតលើការចោទប្រកាន់បទពុករលួយពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកាពីមូលនិធិអន្តរជាតិដែលផ្ដល់សម្រាប់ជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងលោកឆាយសវុតនៃក្រមប្រឆាំងអំពើពុករលួយមានប្រសាសន៍ប្រាប់សារព័ត៌មានខ្ជដូថាភ្នាក់ងាររបស់លោកនឹងបើកការស៊ើបអង្កេតមួយបន្ទាប់ពីមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ជំងឺរបេងនិងជំងឺគ្រុនចាញ់ចោទថាអង្គការប្រយុទ្ធនឹងជំងឺឆ្លងចំនួន2បានប្រព្រឹត្តមិនត្រឹមត្រូវទាក់ទងនឹងរឿងថវិកាហើយបានធ្វើឲ្យប៉ះពាល់ដល់ទឹកប្រាក់ជាង$12 លាននៅឯប្រទេសចិនឯនោះវិញនៅខេត្តជីលីនមានការរញ្ជួយដីបានកើតឡើងជាច្រើនដងដែលក្នុងនោះកម្រិតរញ្ជួយខ្ពស់បំផុតគឺត្រឹម 5.5 មន្ត្រីក្នុងតំបន់និយាយថាការរញ្ជួយដីជាច្រើនដងនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង 58,000 នាក់និងបានបង្កភាពខូចខាតដល់ផ្ទះសម្បែងជាង 18,000 ខ្នងភូមិមួយចំនួនមិនមានអគ្គិសនីប្រើប្រាស់ទេនៅពេលនេះនៅក្នុងប្រទេសចិនផងដែរប្រទេសចិនបានប្រកាសថានឹងបង្កើតឲ្យមានតំបន់បញ្ជាក់អត្តសញ្ញាណមួយដើម្បីការពារផ្លូវអាកាសលើសមុទ្រចិនខាងកើតតំបន់ដែលប្រទេសចិនចង់ឲ្យមានការបញ្ជាក់អំពីអត្តសញ្ញាណនៅពេលដែលយន្តហោះឆ្លងកាត់នោះគ្របដណ្ដប់ផ្ទៃទឹកជុំវិញតំបន់កោះមានទំនាស់មួយចំនួនក្នុងប្រទេសចិននិងប្រទេសជប៉ុន
ក្រសួងការពារជាតិចិនបានបង្ហាញចេញនៅច្បាប់បញ្ជាក់អត្តសញ្ញាណយន្តហោះមួយច្បាប់ដែលប្រទេសចិននិយាយថារាល់យន្តហោះហើរចូលតំបន់នោះត្រូវតែគោរពតាមបើមិនដូច្នោះទេកងប្រដាប់អាវុធចិនចេញមុខអាចចាត់វិធានការមានការរំពឹងថាការប្រកាសរបស់ប្រទេសចិនដោយបានជម្រាបមកនេះអាចដុតកម្ដៅវិបត្តិព្រំដែនរវាងចិននិងជប៉ុនជុំវិញករណីកោះដែលមិនទាន់ដោះស្រាយបានដាច់ស្រេចនៅឡើយបន្ទាប់ពីការប្រកាសរបស់ចិនសហរដ្ឋអាមេរិកនិយាយថាសហរដ្ឋអាមេរិកបារម្ភយ៉ាងខ្លាំងហើយបានសន្យាថានឹងការពារប្រទេសជប៉ុនសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ជប៉ុនបានពិពណ៌នាការចេញច្បាប់ថ្មីរបស់ចិននេះថាជាអំពើមួយពោពេញទៅដោយគ្រោះថ្នាក់រីឯប្រទេសអូស្ត្រាលីវិញអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Alexander Downer មានប្រសាសន៍ថារាល់ភាពប្រឆាំងនៃសហប្រតិបត្តិការរវាងអូស្ត្រាលីនិងឥណ្ឌូនេស៊ីលើបញ្ហាភេរវកម្មនឹងធ្វើឲ្យក្រុមភេរវកម្មមានការកើនឡើងប្រទេសឥណ្ឌូនេស៊ីបានផ្អាកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្សដោយករណីតាក់ទងទៅនឹងព័ត៌មានស្ដីអំពីអូស្ត្រាលីលួចស្ដាប់ទូរស័ព្ទប្រធានាធិបតីឥណ្ឌូនេស៊ីលោកអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីសង្កត់ធ្ងន់ថាទំនាក់ទំនងល្អរវាងអូស្ត្រាលីនិងឥណ្ឌូនេស៊ីជាការសំខាន់ក្នុងការទប់ស្កាត់ភេរវកម្មសូមជម្រាបថាបន្ទាប់ពីទទួលលិខិតពីប្រធានាធិបតីឥណ្ឌូនេស៊ីឲ្យអូស្ត្រាលីពន្យល់តាក់ទងនឹងការលេចព័ត៌មានថាអូស្ត្រាលីលួចស៊ើបការឥណ្ឌូនេស៊ីដោយរួមទាំងលួចស្ដាប់ទូរស័ព្ទប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរនោះនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott បានផ្ញើលិខិតតបទៅប្រធានាធិបតីឥណ្ឌូនេស៊ីវិញហើយក៏ប៉ុន្តែលោក Tony Abbott មិនបានប្រាប់អ្នកសារព័ត៌មានអំពីសេចក្តីនៃការឆ្លើយតបរបស់លោកនោះឡើយដោយលោកលើកហេតុផលថាលោកចង់ឲ្យប្រធានាធិបតីឥណ្ឌូនេស៊ីទទួលបានលិខិតនោះជាមុនសិនយ៉ាងណាមិញលោក Tony Abbott បានបង្ហើបឲ្យដឹងថាលោករំពឹងថាទំនាក់ទំនងរវាងអូស្ត្រាលីនិងឥណ្ឌូនេស៊ីនឹងមានការប្រសើរឡើងនៅក្នុងពេលដ៏ខ្លីខាងមុខចាប់ប្រិយមិត្តជាទីមេត្រីនាទីព័ត៌មាននាពេលនេះបានចាប់ត្រឹមតែប៉ុណ្ណេះចា៎ជារៀងរាល់ថ្ងៃពលរដ្ឋខ្មែរជុំវិញពិភពលោកបានទាញយកកម្មវិធីផ្សាយសម្លេង podcast របស់យើងតាមអ៊ីនធឺណិតកម្មវិធីនិយាយភាសាអង់គ្លេសឬការបង្រៀนភាសាអង់គ្លេសបែបអូស្ត្រាលីក៏មានជូនប្រិយមិត្តផងដែរនៅលើ website របស់វិទ្យុអូស្ត្រាលី radioaustralia.net.au/khmerចាហើយលោកនាងអាចស្ដាប់នៅកម្មវិធីផ្សាយរបស់វិទ្យុអូស្ត្រាលីក៏ដូចជាកម្មវិធីមួយចំនួនជាពិសេសគឺពាក្យភាសាអង់គ្លេសតែម្ដងនៅលើ Facebook របស់វិទ្យុអូស្ត្រាលីគឺ Radio Australia ខ្មែរចាហើយនៅក្នុងឱកាសនេះចាដោយសពមួយដងផងដែរបន្ទាប់អំពីនាទីព័ត៌មានដែលជម្រាបជូនប្រចាំថ្ងៃទៅនឹងមាននៅពាក្យភាសាចាដែលនៅសប្តាហ៍ថ្ងៃអាទិត្យនេះចាសប្តាហ៍ថ្ងៃអាទិត្យនេះសូមជូននៅគ្រាមភាសាអង់គ្លេសអូស្ត្រាលីមួយដែលពាក្យឃ្លាដែលនាងខ្ញុំបានលើកមកជូនគឺឃ្លាថា in a thick ចា in a thick សរសេរដោយ I N A T I Cចាគឺ in a thick ចាគឺប្រកបដោយពាក្យ3ចេញដាច់ពីគ្នាអញ្ចឹងទៅ I N បន្ទាប់មកដក clear A ហើយដក clear T I C ចា in a thick តើពាក្យថា in a thick clear ថា in a thick នេះអាចមានអត្ថន័យដូចម្តេចដែរចាហើយជាពេលវេលាដែលបានជួបជាមួយនឹងលោកនាងប្រិមិត្តបន្តទៀតហើយចាពីព្រោះចង់ដឹងថាតើប្រិមិត្តមកពីបណ្ដាខេត្តណាឬមួយក៏មកពីខាងណាអាចឆ្លើយត្រូវបានច្រើនជាងគេចានៅក្នុង clear ថា in a thick នេះនាងខ្ញុំសូមជូនចម្លើយ2ដែលក្នុងនេះមួយគឺត្រឹមត្រូវចាឯមួយទៀតមិនត្រូវទេអញ្ចឹងតើឃ្លាថា in a thick នេះមានអត្ថន័យយ៉ាងដូចម្តេចដែរអត្ថន័យទី1ដែលនាងខ្ញុំជម្រាបដាក់ជូនហ្នឹងគឺពាក្យថាឃ្លានេះមានអត្ថន័យថាក្នុងពេលដ៏ខ្លីចាឬមួយក៏អត្ថន័យទី2គឺក្នុងគំនូសត្រូវមួយចា in a thick តើមានអត្ថន័យយ៉ាងណាចាហើយលោកនាងអាចសាកល្បងឆ្លើយចាចូលរួមជាមួយនឹងនាងខ្ញុំនាថ្ងៃអាទិត្យនេះដោយផ្ញើសារបុកលេខ+61 427 72 និង72ចាហើយប្រិមិត្តដែលប្រើ Facebook លោកនាងក៏អាចឆ្លើយនៅលើគេហទំព័រ Facebook របស់វិទ្យុអូស្ត្រាលីផងដែរចាហើយសង្ឃឹមថាលោកនាងអាចឆ្លើយបានត្រូវច្រើននាថ្ងៃនេះចានៅក្នុងឱកាសនេះជាបន្តទៀតនាងខ្ញុំសូមអញ្ជើញលោកនាងតាមដានស្ដាប់
នៅនេតិចាព្រឹត្តិការណ៍បច្ចុប្បន្នចានិស្សិតប្រឡងប្រណាំងលើគំនិតច្នៃប្រឌិតបង្កើតមុខរបរសមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright កម្ពុជាបានបើកពិធីប្រឡងប្រណាំងមួយនៅវិទ្យាស្ថានភាសាបរទេសដើម្បីជ្រើសរើសនិស្សិតដែលមានគំនិតច្នៃប្រឌិតបង្កើតមុខរបរដែលជួយដល់សង្គមលោកសសវណ្ណរាមានសេចក្តីរាយការណ៍ពិស្ដារអំពីបញ្ហានេះក្រុមនិស្សិតផលិតទឹកខ្មែរសរីរាង្គអំពីសបកចេកបានទទួលការគាំទ្រថាគឺជាផលិតកម្មដែលបានជួយសុខភាពសង្គមនៅក្នុងការប្រកួតប្រជែងនេះយុវតីមេងសូហួងដែលស្ថិតនៅក្នុងផលិតកម្មផលិតទឹកខ្មែរនេះបានបញ្ជាក់អំពីមូលហេតុដែលក្រុមនេះសម្រេចចិត្តបង្កើតជីវកម្មដែលប្រើសម្បកចេកដើម្បីផលិតទឹកខ្មែរអ្នកផ្ទះរងថ្ងៃហ្នឹងគឺគាត់អត់ប្រើហ្មងទឹកខ្មេះគាត់មានកំណត់មួយថាទឹកខ្មេះគឺអត់ល្អហ្មងដល់អញ្ចឹងយើងចង់ដោះស្រាយបញ្ហាហ្នឹងឲ្យអ្នកលក់ហ្នឹងគាត់ហ៊ាននិយាយថាគាត់ប្រើទឹកខ្មេះប៉ុន្តែទឹកខ្មេះដែលអត់ប៉ះពាល់ដល់សុខភាពហើយអ្នកនៅផ្ទះហ្នឹងគឺគាត់អាចប្រើបានដូចគ្នាចឹងចង់ឲ្យធ្វើផលិតផលហ្នឹងគឺជាចង់និយាយថាដូរផ្លត់កំណត់តាក់ទងមួយផលិតផលហ្នឹងដែលថាពីមុនឲ្យទៅលើទឹកខ្មេះគឺអត់ល្អអញ្ចឹងគឺទឹកខ្មេះមួយដែលល្អហើយអាចទិញប្រើបានកញ្ញាអុកអេលីតាមន្ត្រីសមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright កម្ពុជាដែលជាអ្នករៀបចំពិធីប្រកួតប្រជែងលើគំនិតបង្កើតមុខរបរនេះបានដឹងថានេះគឺជាលើកទី2ហើយនៅក្នុងការរៀបចំដើម្បីបណ្ដុះគំនិតឲ្យនិស្សិតគិតអំពីការបង្កើតជំនួយអាជីវកម្មដល់ខ្លួនឯងដើម្បីបដូរទម្លាប់ពីមុនដែលនិស្សិតរងចាំតែទៅធ្វើការងារនៅកន្លែងដែលបានបង្កើតស្រាប់គោលបំណងរបស់យើងគឺដោយសារតែយើងសង្កេតឃើញថានៅស្រុកខ្មែរយើងមានយុវជនច្រើនហើយគំនិតពួកគាត់គឺគាត់មានគំនិតថ្មីច្រើនណាស់ហើយម្យ៉ាងទៀតពួកគាត់ជួនកាលគាត់មានថារៀងពិបាករកការងារចឹងទៅយើងចង់ឲ្យគាត់នឹងមានគំនិតថាចាប់ផ្ដើមបង្កើតការងារដោយខ្លួនឯងមិនត្រឹមតែបង្កើតឲ្យខ្លួនឯងបង្កើតដល់អ្នកដទៃទៀតហើយកម្មវិធីយើងគឺ social entrepreneurship បានន័យថាសហគ្រាសដែលជួយសង្គមចឹងបានន័យថាគំនិតរបស់គាត់មិនត្រឹមតែថាបង្កើតបានជាលុយបង្កើតបានជាមុខរបរសម្រាប់អ្នកដទៃគឺថាជួយទៅដល់សង្គមវិញទៀតយុវជនតូចសូម៉ានីនៃក្រុមផលិតជ្រក់អំពីសម្បកលឹកបានបញ្ជាក់ថាការប្រកួតប្រជែងនេះបានជួយផ្ដល់សមត្ថភាពឲ្យនិស្សិតមានជំនាញបង្កើតមុខរបរថ្មីប្លែកៗដែលបង្កើតផលិតផលហើយកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសប៉ុន្តែជ្រក់នេះគឺរសជាតិរបៀបដូចជាគីមឈីបោះកូរ៉េវិញអញ្ចឹងហើយមានរសជាតិឆ្ងាញ់អាចទទួលយកបានអាចយកទៅបរិភោគមួយនឹងអាហារញ៉ាំមួយបាយសម្រាប់ប្រជាជនខ្មែរយើងឬក៏ញ៉ាំមួយសាច់សម្រាប់ពួកបរទេសសាច់អាំងចឹងទៅបានហើយតម្លៃវាថោកទៀតព្រោះបើយើងគិតទៅសបល់ឡើងយើងទទួលបានទៅទេហ្មងអញ្ចឹងរុក្ខធាតុដើមទៅទេហើយយើងផលិតទៅថែមគ្រឿងក្រៅទៅយ៉ាងច្រើនណាស់ពួកខ្ញុំបើខ្ញុំលក់ចាញ់នៅទីផ្សារតែ5000ទៅ6000នេះប្រធានជាមួយនឹងគីមឈីបោះកូរ៉េគេលក់ដល់8000ដល់12000អញ្ចឹងវាខុសត្រូវគ្នាឆ្ងាយហើយសបល់ឡើងដែលប្រជាជនយើងដែលអាចរកបានទៅទេបើគាត់យកមកផលិតហើយលក់អញ្ចឹងបានដាច់យកនាំចេញទៅក្រៅប្រទេសបានអញ្ចឹងគឺវាអាចជួយដល់ជីវភាពរបស់ពួកគាត់បានច្រើនក្រុមនិស្សិតដែលបានចូលរួមប្រកួតប្រជែងបានបញ្ជាក់ថាការប្រកួតប្រជែងនេះបានជួយផ្ដល់ជំនាញពិតមួយទៀតដល់និស្សិតដែលធ្វើឲ្យនិស្សិតហាក់បានរំសាយក្តីកង្វល់ពីមុនមកដែលថាក្រោយការរៀនចប់និស្សិតពិបាកស្វែងរកការងារធ្វើសូមបញ្ជាក់ថាការប្រកួតប្រជែងនេះបានធ្វើឲ្យនិស្សិតក្រុមផលិតទឹកខ្មេះក្រុមរចនារូបដោយដៃលើអាវយឺតនិងក្រុមកែច្នៃផ្លែចេកលេការ៉េមសូកូឡាបានទទួលប្រាក់$300ក្នុងមួយក្រុមដើម្បីចាប់ផ្ដើមអនុវត្តផលិតកម្មពិតហើយយកផលិតផលទៅប្រកួតប្រជែងផ្ដាច់ព្រាត់នៅរយៈពេល2ខែទៀតមន្ត្រីក្រសួងឧស្សាហកម្មបានបញ្ជាក់ថាការជំរុញឲ្យនិស្សិតមានគំនិតបង្កើតមុខរបរនេះនឹងជួយលើកស្ទួយវិស័យផលិតកម្មនៅកម្ពុជាហើយកាត់បន្ថយអត្រាយុវជនអត់ការងារធ្វើទៀតផងខ្ញុំសស្វណ្ណរារេឌីយោសាលីធ្វើសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញ Locally, internationally, this is Radio Australia. ចាកាលពីព្រឹកមិញនេះបណ្ដាញកុមារអ្នកតស៊ូមតិបានរៀបចំបែកសន្និបាតប្រចាំឆ្នាំ2013របស់ខ្លួននៅខេត្តសៀមរាបក្នុងគោលបំណងបង្ហាញពីលទ្ធផលការងាររយៈពេល1ឆ្នាំនិងធ្វើការចែករំលែកបទពិសោធន៍ល្អៗក្នុងការអនុវត្តការងារកន្លងមកជាពិសេសកំណត់បញ្ហាប្រឈមនានាដែលសូមឲ្យមានការអន្តរាគមន៍ដោះស្រាយពីសំណាក់អាជ្ញាធរមូលដ្ឋានលោកលីសានធ្វើសេចក្តីរាយការណ៍លម្អិតពីខេត្តសៀមរាបមានប្រសាសន៍ប្រាប់វិទ្យុអូស្ត្រាលីលោកភុកប៊ុនរឿននាយកប្រតិបត្តិសមាគមកុមារកម្ពុជាប្រឆាំងទូរភិក្សនិងហិង្សាបានដឹងថា
គោលបំណងសំខាន់នៃការរៀបចំសន្និបាតនេះគឺដើម្បីពិនិត្យមើលឡើងវិញនៅសកម្មភាពការងាររបស់ខ្លួនដែលបានអនុវត្តក្នុងរយៈពេល1ឆ្នាំកន្លងមកនិងលើកផែនការជាក់ស្ដែងបន្តព្រមទាំងធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមកសម្រាប់ជួយដល់កុមារទាំងអស់ដែលកំពុងមានបញ្ហាប្រឈមនានានៅតាមសហគមន៍គោលបំណងមានដល់ទៅ6ប៉ុន្តែសំខាន់បំផុតកុមារចូលរួមនៅទីនេះដើម្បីពិនិត្យមើលឡើងវិញអំពីផែនការរបស់ខ្លួនតើផែនការរបស់ខ្លួននឹងបានធ្វើអីខ្លះសម្រាប់កុមារដែលនៅតាមខេត្តក្រុងយើងហៅថាបណ្ដាញកុមារជាតិបណ្ដាញកុមាររាជធានីនេះខេត្តក្រុងសន្និបាតកុមារ2ថ្ងៃនេះមានសារៈសំខាន់ណាស់ដែលតាក់ទងទៅនឹងកុមារដែលចែករំលែកលើបទពិសោធន៍លើការងារដែលចូលរួមរបស់កុមារទៅលើការធ្វើផែនការហើយការទស្សនកិច្ចរបស់កុមារហើយកុមារអាចស្គាល់ឬក៏រៀនសូត្រពីគ្នាទៅវិញទៅមកអំពី11ខេត្តក្រុងនេះព្រោះកុមារមានកុមារជនជាតិផងកុមារដែលរស់នៅទីក្រុងផងកុមារដែលនៅតាមខេត្តដាច់ស្រយាលផងដែលចូលរួមជាមួយគ្នាហើយគេនឹងចែករំលែកបទពិសោធន៍នៅក្នុងការធ្វើផែនការសម្រាប់2014ហើយគេយកផែនការរបស់គេទៅអនុវត្តនៅតាមខេត្តក្រុងរបស់ពួកគេវិញលោកក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនដែលកុមារកំពុងជួបប្រទះនៅតាមសហគមន៍សម្រាប់កុមារនៅប្រទេសកម្ពុជាតាមរបាយការណ៍របស់ជាតិបានឃើញថាកុមារមានកិច្ចការប្រឈមនឹងផ្នែកបញ្ហាសុខភាពផ្នែកអប់រំផ្នែកហិង្សានៅក្នុងគ្រួសារអញ្ចឹងតាក់ទងទៅនឹងរឿងទាំងអស់នេះ NGO CRC បានកំណត់នៃការចូលរួមរបស់កុមារជាសំខាន់បើសិនជាការចូលរួមរបស់កុមារវាជាផ្នែកមួយនៃការកាត់បន្ថយអញ្ចឹងយើងយល់ថាការចូលរួមមានសារៈសំខាន់គ្រប់កន្លែងទាំងអស់នៃការអភិវឌ្ឍជាតិតាំងពីថ្នាក់ភូមិថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តថ្នាក់ជាតិមិនកុមារត្រឹមតែអង្គុយស្ដាប់គេថាចូលរួមនេះកុមារត្រូវមានយោបល់ដោយគំនិតខ្លួនឯងទៅលើថ្នាក់ឃុំថ្នាក់ជាតិការចូលរួមផែនការជាផ្នែកមួយនៃការអភិវឌ្ឍជាតិលោកភុកប៊ុនរឿនបានមានប្រសាសន៍បញ្ជាក់ទៀតថារយៈកាលកន្លងមករាល់បញ្ហាប្រឈមនានារបស់កុមារក៏មានការជួយជុំជ្រែងជាខ្លាំងពីស្ថាប័នរដ្ឋឯកជននិងសង្គមស៊ីវិលប៉ុន្តែសូមឲ្យគ្រប់ស្ថាប័នទាំងអស់នេះជួយគាំទ្រដល់កុមារបន្តទៀតដើម្បីឲ្យពួកគេក្លាយទៅជាមនុស្សល្អសម្រាប់សង្គមជាតិទាំងបច្ចុប្បន្ននិងទៅអនាគតកុមារដែលនៅមានបញ្ហាដូចជាពលកម្មកុមារជួញដូរកុមារដែលរងនៅអំពើហិង្សាមានបទអន្តរាគមន៍ដូចជាសមាជិករបស់ NGO CRC អង្គការស៊ីកាស្វាបានធ្វើផែនទីបានធ្វើ hotline ដើម្បីដាក់តាមភូមិអញ្ចឹងបើសិនជាគេមានបញ្ហាគេអាចតាក់ទងមកតាមលេខទូរស័ព្ទនានាដែលដាក់តាមភូមិតាមឃុំដូចនៅកំពង់ចាមមានស្រុកដំបែមានស្រុកពញាក្រែកនៅសៀមរាបមានអង្គរជុំស្រីស្នំអីហ្នឹងគេកំពុងរៀបចំដាក់ប៉ាណូដើម្បីបតិកលាជួយដល់កុមារដើម្បីរាយការណ៍ថាកុមារហ្នឹងគេមានបញ្ហាអីហើយកុមារប្រជុំជាទៀងទាត់គេហៅឆៃក្លឹបឬក៏ក្រុមកុមារដែលនៅតាមភូមិនោះដើម្បីដោះស្រាយបញ្ហាដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាពិសេសមេភូមិដែលនៅតាមភូមិនោះជួយដល់កុមារពាក់ព័ន្ធនឹងបញ្ហានេះប្អូនប្រុសឈ្មោះគង់សុវណ្ណដាជាសមាជិកនៃបណ្ដាញកុមារអ្នកតស៊ូមតិនៅខេត្តស្វាយរៀងបានបញ្ចេញនូវទស្សនៈរបស់ខ្លួនយ៉ាងដូចនេះខ្ញុំមកគិតថាសន្និបាតប្រចាំឆ្នាំនៅខេត្តសៀមរាបនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់កុមារនៅប្រទេសកម្ពុជាគឺយើងចែកម្លែកបទពិសោធន៍រវាងខេត្តនីមួយៗដើម្បីហើយដូចជារាយការណ៍នៅសកម្មភាពដែលខ្លួនធ្វើរយៈពេល1ឆ្នាំដើម្បីឲ្យខេត្តផ្សេងៗដឹងនៅព័ត៌មានដែលខ្លួនធ្វើទៅលើសកម្មភាពនៅខេត្តរបស់ខ្លួនបញ្ហាដែលនៅក្នុងខេត្តស្វាយរៀងគឺមានបញ្ហាជាច្រើនដែលពេលខ្លះកុមារមិនបានចូលរៀនដោយសារឪពុកម្ដាយគាត់ប្រើគ្រឿងស្រវឹងទៅបានមកប្រើអំពើហិង្សាទៅលើកុមារហើយជួនកាលមានឪពុកខ្លះគាត់ស្រវឹងរាល់ថ្ងៃចឹងធ្វើបាបកុមារឲ្យទៅរៀនទៅសូត្រឬក៏អ្នកខ្លះដោយសារកត្តាជីវភាពឲ្យកូនឈប់រៀនដើម្បីទៅធ្វើការដើម្បីរកលុយចិញ្ចឹមគ្រួសារចំពោះខ្ញុំវិញខ្ញុំគិតថាទី1គឺកត្តាគ្រួសារទី1គឺឪពុកម្ដាយត្រូវផ្ដល់ឱកាសកុមារបានចូលរួមរាល់សកម្មភាពណាដែលសង្គមផ្ដល់ឲ្យកុមារទី2គឺកុមារខ្លួនឯងត្រូវគិតទៅលើបញ្ហាដែលគេផ្ដល់ឱកាសឲ្យយើងហើយយើងត្រូវឆ្លៀតពេលដើម្បីចូលរួមដើម្បីរកផ្ដាប់ឱកាសដែលគេផ្ដល់ឲ្យយើងនឹងហើយទី3គឺយើងធ្វើយ៉ាងណាបរិងសមត្ថភាពយើងខ្ពស់ដើម្បីចូលរួមទៅឲ្យវាមានតម្លាភាពបាទអូនស្រីឈ្មោះរ៉ានឆាវីជាសមាជិកនៃបណ្ដាញកុមារអ្នកតស៊ូមតិនៅខេត្តបាត់ដំបងបានសម្ដែងនូវការពេញចិត្តក្នុងគណៈពេលដែលបានចូលរួមក្នុងសន្និបាតនេះប៉ុន្តែសំខាន់ប្អូនស្រីសំឡូងពោលដល់អាជ្ញាធរនៅមូលដ្ឋានសូមយកចិត្តទុកដាក់ឲ្យបានសកម្មជាងនេះបន្ថែមទៀតក្នុងពេលដែលកុមារកំពុងប្រឈមទៅនឹងស្ថានភាពគ្រោះថ្នាក់ចាបន្ទាប់ពី
ចាប់សន្និបាតនេះទៅអញ្ចឹងគឺខ្ញុំត្រូវពំនាំរាល់បញ្ហាដែលយើងបានបោកសរុបទាំង11រាជធានីខេត្តហើយនឹងបទពិសោធន៍ជាច្រើនដែលគេចែករំលែកមកយើងគឺយើងផ្សព្វផ្សាយបន្តទៅដល់ខេត្តបាត់ដំបងជាពិសេសគឺទាក់ទងទៅនឹង7ក្លឹបដែលយើងទៅវិញហ្នឹងគឺយើងមានការប្រជុំគ្នាដើម្បីស្វែងរកបញ្ហាបន្តទៅទៀតខ្ញុំសូមសំណូមពរទៅដល់ខាងកុមារនិងអាណាព្យាបាលឲ្យខាងគាត់គឺគាត់គូមែនតែនទាក់ទងទៅនឹងកុមារជាពិសេសគឺកុមារគឺយើងនិយាយពាក្យស្លោកមួយគឺកុមារជានៅពេលស្លងរស័យអញ្ចឹងដូច្នេះហើយយើងត្រូវមើលថាកុមារហ្នឹងវាអាចលូតលាស់បានដោយរស័យឬអត់អញ្ចឹងមានន័យថាកុមារយើងត្រូវបានការគ្រប់គ្រងពីអ្នកណាគេខ្លះអញ្ចឹងអាណាព្យាបាលក៏ដូចគ្នាអញ្ចឹងខ្ញុំសូមសំណូមពរឲ្យអាណាព្យាបាលសូមឲ្យកុមារនៅតាមភូមិឃុំឬក៏សហគមន៍ទាំងអស់សូមឲ្យគាត់នឹងជួយជំរុញកុមារឲ្យចូលរួមទៅនឹងឆាយក្លឹបឲ្យចូលរួមឲ្យបានដឹងទាំងអស់គ្នាទាក់ទងទៅនឹងសិទ្ធិកុមារហើយជាពិសេសទៅខាងអាជ្ញាធរគឺរាល់ពេលប្រជុំខ្ញុំសូមឲ្យគាត់ជួយដោះស្រាយនៅបញ្ហាដែលកុមារបានលើកឡើងដើម្បីជាកិច្ចការរបស់គាត់ដើម្បីជួយកុមារចា៎សូមបញ្ជាក់ថាសន្និបាតរបស់បណ្ដាញកុមារអ្នកតស៊ូមតិប្រចាំឆ្នាំ2013ដែលរៀបចំឡើងនៅខេត្តសៀមរាបនាពេលនេះមានរយៈពេល2ថ្ងៃគឺនៅថ្ងៃទី24និងថ្ងៃទី25ខែវិច្ឆិកាដោយមានកុមារាកុមារីជាក្រុមបណ្ដាញកុមារអ្នកតស៊ូមតិមកពីរាជធានីនិងខេត្តចំនួន11ក្នុងប្រទេសកម្ពុជាខ្ញុំលីវសានរាឌីយោអូស្ត្រាលីធ្វើសេចក្តីរាយការណ៍ពីខេត្តសៀមរាប You're listening to Radio Australiaចាប្រិមត្តជាទីមេត្រីសហគមន៍នេសាទបានអះអាងថាការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមូលដ្ឋានជាមូលហេតុនាំឲ្យមានបទល្មើសនេសាទចាគឺជាមូលហេតុមួយដែលនាំឲ្យមាននៅបទល្មើសនេសាទកើតឡើងនៅខេត្តបាត់ដំបងការកើនឡើងនៃបទល្មើសនេះធ្វើឲ្យមានការព្រួយបារម្ភអំពីការបាត់បង់មច្ឆជាតិលោកសុកសវីធ្វើសេចក្តីរាយការណ៍ពិស្ដាសហគមន៍នេសាទខេត្តបាត់ដំបងបានលើកឡើងស្ទើរគ្រប់មាត់អំពីការព្រួយបារម្ភនៃការកើនឡើងបទល្មើសនេសាទនៅតំបន់នានាក្នុងខេត្តបាត់ដំបងដោយពួកគាត់និយាយថាការបង្ក្រាបរបស់មន្ត្រីជំនាញអាជ្ញាធរនៅសហគមន៍ដូចជាមិនសូវមានប្រសិទ្ធភាពសោះដោយសារតែជនល្មើសតែងតែដឹងមុននៅពេលចុះបង្ក្រាបលោកមឹងនីអនុប្រធានសហគមន៍នេសាទឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងបានថ្លែងថាបច្ចុប្បន្ននេះមូលដ្ឋានរបស់លោកបទល្មើសនេសាទបានកើនឡើងរីករាលដាលស្ទើរដល់ភូមិទៅហើយលោកថាបទល្មើសទាំងនោះភាគច្រើនគឺការប្រើប្រាស់ឧបករណ៍នរ៉ាវស្បៃមុងកលាញឹកដែលចាប់តាំងពីកូនត្រីរហូតដល់មេត្រីគ្មានសល់និងឧបករណ៍ឆក់ក៏កើតមានឡើងច្រើនដែរអ្វីដែលពិបាកនៅក្នុងការចូលបង្ក្រាបម្ដងជនល្មើសតែតែដឹងមុនហើយពួកគេបានស្រាយទម្លាក់ឧបករណ៍ទាំងនោះចូលទៅក្នុងទន្លេអស់ការដឹងមុននេះលោកថាដោយសារតែមានរនុកក្នុងពីមន្ត្រីមូលដ្ឋានហើយមន្ត្រីខ្លះបានទទួលយកលាភសក្ការៈពីបទល្មើសនេះនិងខ្លះទៀតជាសាច់ញាតិរបស់ជនល្មើសជាដើមខ្ញុំស្គាល់នឹងដែលដាក់បានយូរហើយនឹងឈ្មោះដុននោះមួយហើយតាស្នាឈ្មោះស្នា4 3លុកឯណោះធំដែរបើតាម៉ាន់ហ្នឹងនៅដាក់គ្រប់កន្លែងតាម៉ាន់នោះមកលុកគាត់នោះចង់កន្លះហិតតាដីខ្ញុំទើបជាប់សហគមន៍ក្រោយនេះវាខូចពីសហគមន៍ចាស់មុនហ្មងបាទពីដើមដែលមានអីហ្នឹងដល់កើតសហគមន៍ក្រោយឡើងមកដល់ជិតភូមិហើយណោះបាទឡូវហ្នឹងគាត់តែខ្ញុំចុះតាមួយថ្ងៃជាងហ្នឹងធ្វើ20នាក់អីកិច្ចសន្យាតម្រាំតែដល់បាទតម្រាំទៅដល់ខ្ញុំចុះទៅដល់បែកខ្លាំងបែកនោះនឹងប្រមាណទៀតមានយោបល់ថាបើយើងនៅតែអនុវត្តកាប់ច្រាស់តដែលទឹក 4-5 ម៉ែត្រធ្វើមិនកើតទេត្រូវរកវិធីសាស្ត្រផ្សេងពីហ្នឹងអញ្ជើញគាត់មកធ្វើលិខិតសន្យាឲ្យត្រឹមត្រូវបើគាត់មិនឈប់ទេយកគាត់ដាក់គុកទៅបានតែ 4-5 នាក់អស់ដាក់ទៅមួយឆ្នាំឬក៏កន្លះឆ្នាំអីចឹងទៅគាត់ឈប់ខ្ញុំជឿថាឈប់បើយើងនៅតែទៅខ្លះទៅបែបមានលុយកាក់ខ្លះមិនអស់ទេមិនអស់ចាប់មកប្រុចចាប់ងាយលែងព្រឹកវិញមិនហ៊ាននឹងចាប់គេផងដូចតែស្នាអញ្ចឹងថាណាហ៊ានទៅកាប់របស់គាត់ស្ងោមន់ឲ្យស៊ី2មុនលោកភឿនឈុំប្រធានសហគមន៍មណ្ឌលត្រាចឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងបានទទួលស្គាល់ថាបទល្មើសនេសាទនៅសហគមន៍របស់លោកបានកើនឡើងច្រើននៅឡើយបើទោះជាមានការថយចុះបន្តិចក្តីបទល្មើសដែលសម្បូរច្រើនគឺនៅចំណុចខ្មៅមុខចំណុចរៀងថ្នោតចំណុចក្រពើ6បឹងអាភ្លោះជាដើមលោកបន្តថាសហគមន៍លោកមិនខុសពីសហគមន៍ដទៃនោះទេគឺជនល្មើសតែងតែដឹងមុនពេលចុះបង្ក្រាបម្ដងដោយលោកសង្ស័យថាមានការខុបខិតរវាងមន្ត្រីខ្លះនិងជនល្មើសកាលណាឥឡូវវិជាសាស្ត្រពួកល្មើសវាទំនើបដែរទំនើបដល់ថាតោះយើងចុះបង្ក្រាបវាអាចទៅដឹងព័ត៌មានមុន
ពួកអីវាមានជំនាញនេះនៅក្នុងនឹងទៅមាននៅក្នុងមិនបាទនៅពេលនៅដល់ស្ថាប័នគ្រប់ស្ថាប័នទាំងថាការបាខេតទាំងសម្ដេចនាយកអីជួយពេលនេះពង្រឹងគណៈកម្មការទាំងអស់ដែលពាក្យបន់ក្នុងការបង្ក្រាបបទល្មើសដោយឡែកលោកហ៊ឿនតារាប្រជានេសាទឃុំបាក់ព្រាស្រុកឯភ្នំខេត្តបាត់ដំបងមានប្រសាសន៍ថានៅមូលដ្ឋានលោកមានការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់យ៉ាងច្រើនដែលមានការបង្ក្រាបបទល្មើសគឺមានច្រើនដូចជាដាក់សាច់ដៃបងរត់ណដាក់សាច់ដៃហ៎បង2គីឡូក៏មាន4គីឡូក៏មានបាទមានរហូតគឺមានគឺពេញផ្ទៃដីទាំងអស់ភាគច្រើនហ្មងគឺមានបាទកន្លែងខ្ញុំមានប្រហែលជា4-10ខ្សែ4-20ខ្សែហើយមិនមែនតែមានតែតំបន់ខ្ញុំនឹងគឺតំបន់ដូចតែឃុំព្រះចាស់មកឃុំព្រះចាស់នឹងគឺមានច្រើនជាងនឹងគឺមានច្រើនតទៅទៀតបាទនេះការខ្ញុំមើលឃើញតែខ្ញុំដើរទៅមើលឃើញតែររបបអាជីវកម្មនេសាទដូចជារាយម៉ងរាយអញ្ចឹងជួបការប្រទះឃើញហ្នឹងបោះតាណាទៅគេអ្នកមានលុយហ្នឹងបងគេដេញខ្ញុំមិនអោយរាយម៉ងចិត្តកន្លែងគេទេហើយគេនឹងគេបត់ល្មើសបំផុតធំបំផុតគឺសាច់ដៃហ៎បងហើយដូចជាខ្ញុំអញ្ចឹងទៅរាយម៉ងអញ្ចឹងអីទៅគេថាកុំអោយរាយចិត្តកន្លែងគេណាដូច្នេះកាលណាឲ្យយើងរាយចិត្តថាត្រីនឹងមិនចូលកន្លែងណគេកន្លែងសាច់ដៃគេដូច្នេះគេសង្កត់យើងហើយដូច្នេះអាជ្ញាធរគេមើលអត់ឃើញទុកកង្វល់របស់ប្រជាពលរដ្ឋទេរយៈកាលកន្លងមកបងគឺជួបការលំបាកខ្លាំងបំផុតគឺនៅកន្លែងភូមិរបស់ខ្ញុំហ្នឹងបាទលោកបន្តថាបទល្មើសឆក់ក៏កើតឡើងមានច្រើនដែរដោយសារតែមានការខុបខិតពីមន្ត្រីមួយចំនួនលោកថាបទល្មើសកើនឡើងដូច្នេះធ្វើឲ្យប្រជានេសាទក្រីក្រដែលប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈគ្រួសារមិនអាចរកត្រីចិញ្ចឹមជីវិតបានលោកបន្តថាដោយសារជួបប្រទះដូច្នេះលោកបានបង្ខំចិត្តប្រើប្រាស់ឧបករណ៍នេសាទឆក់នឹងគេដែរដើម្បីរកត្រីចិញ្ចឹមគ្រួសារតែត្រូវបានសមត្ថកិច្ចចាប់ខ្លួនកូនរបស់លោកនិងទារលុយជាថ្នូរក្នុងការដោះលែងចំនួន1លានរៀលហើយឆ្លៀតពេលខ្លះបើគេរកទូទៅឲ្យបងបើខ្ញុំមិនរកគឺអត់ដាច់ស្លាប់ចឹងហ្មងបងដូចជារបរឆក់អញ្ចឹងបងគឺទីហោថាដូចខ្ញុំទៅរបន្តិចតួចអញ្ចឹងខ្លាចគេទៅរំផ្លែផ្លែទៅជន់ជើងគេក៏មានទៅដើរចេញផុតអាអ្នកធំរាប់រយគ្រឿងនឹង4 20 30គ្រឿងគេចេញចិត្តផុតទៅដែលខ្ញុំទៅក្រោយគេចាប់តែខ្ញុំប្រហែលដងគេចាប់ខ្ញុំយកកូនខ្ញុំដាក់ខ្នោះគ្រាន់តែចាក់បានទងមួយកែពីរគេចោទថាខ្ញុំនឹងបត់ល្មើសដូច្នេះអាអ្នកបត់ល្មើសដែលពេញភូមិតាមព្រៃតាមអីគេដើររាល់ថ្ងៃគេអត់ចាប់តែខ្ញុំថាខ្ញុំបត់ល្មើសគេយកលុយខ្ញុំគេយកមកលៀនបាទគេយកមកលៀនដូច្នេះគេយកមកលៀនគេឲ្យខ្ញុំនឹងកងត្រាដាក់ផ្ទះអីដើម្បីទៅរលុយនឹងមកដោះកូនអីណាហើយកូនខ្ញុំអត់ទាន់គ្រប់អាយុទៀតហើយដាក់ខ្នោះកូនខ្ញុំយកមកដាក់គុកនៅកន្លែងស្រុកឯកភ្នំនេះឲ្យបាទគេយកច្បាប់មកគៀបតែអ្នកក្រហ្នឹងហើយអ្នកមានអំណាចអ្នកមានទីហោះថាបងប្អូនគេខ្សែរយៈក្មួយគេឬគឺប្រឡងអីគេអញ្ចឹងគេអត់មានទេគេអត់មានបងលុយទេបើប្រជាពលរដ្ឋក្រីក្រដូចខ្ញុំដូចជាពលរដ្ឋមួយចំនួនដែលនៅក្នុងភូមិហ្នឹងគេឲ្យបងលុយអាជ្ញាធរយកមកគ្រឿងទីហោះថាម៉ូទ័រអញ្ចឹងគេយកមកគ្រឿងប៉ុន្មាន100000ហើយ200000ក៏5-100000ហើយក៏80000គឺតាមលទ្ធភាពអញ្ចឹងបងបាទគេទាលុយអាជ្ញាធរគឺអាជ្ញាធរទាលុយហ្មងប៉ូលីសទាហាន PM អីចឹងហ្មងបន្តសហពិសេសសហគមន៍អញ្ចឹងហ្មងបងតើតើការលើកឡើងរបស់សហគមន៍នេសាទនិងវិជានេសាទខាងលើនេះយើងមិនទាន់អាចទំនាក់ទំនងមន្ត្រីដែលរងការចាប់ប្រកាន់បាននោះទេទោះបីយ៉ាងណាបើតាមលោកពីងសរិទ្ធនាយរងផ្នែករដ្ឋបាលជលផលបានមានប្រសាសន៍នៅក្នុងកម្មវិធីផ្សាយផ្ទាល់ខាងក្រៅរបស់កម្មវិធីសន្និមតិវិទ្យុជាតិចំការជែកកាលពីថ្ងៃសុក្រឲ្យដឹងថាលោកបានទទួលយកការលើកឡើងពីការខុបខិតរបស់មន្ត្រីមួយចំនួនក្នុងបទល្មើសនេសាទតែលោកស្នើឲ្យផ្ដល់ព័ត៌មានឲ្យបានចំបកុលដែលប្រព្រឹត្តដើម្បីងាយស្រួលក្នុងការចាត់វិធានការបើមន្ត្រីណាពាក់ព័ន្ធសូមនិយាយឲ្យចំឈ្មោះសូមសមត្ថកិច្ចពាក់ព័ន្ធយកលុយយកកាក់យកជំរាបខាងដើមឲ្យច្បាស់ហើយបញ្ហាទី2បញ្ហាដែលបង្ក្រាបតែតូចទុកអធំសូមរាយការណ៍ឲ្យច្បាស់តើមន្ត្រីនឹងចង់ទៅមន្ត្រីណាដែលដឹកនាំទៅបង្ក្រាបតែតូចហើយទុកអធំព្រោះសំខាន់សកម្មភាពដែលជំនាញចង់មិនមែនលេអស់លោកមានប្រសាសន៍ទេទោះបីយ៉ាងណាសហគមន៍នេសាទនៅតែសម្ដែងក្តីព្រួយបារម្ភអំពីការប្រព្រឹត្តអំពើពុករលួយនៃមន្ត្រីមួយចំនួនទៅនឹងបទល្មើសជលផលពួកគាត់អះអាងថានៅស្រាវជ្រាវរកឈ្មោះមន្ត្រីដែលខុបខិតជាមួយនឹងជនល្មើសរាយការណ៍ជូនមន្ត្រីខណ្ឌរដ្ឋបាលជលផលនិងមន្ត្រីពាក់ព័ន្ធដើម្បីមានវិធានការតាមផ្លូវច្បាប់ខ្ញុំសុកសវី Radio Australia រាយការណ៍ពីខេត្តបាត់ដំបង This is Radio Australia
ចាប្រិមិត្តជាទីមេត្រីនៅពេលនេះគឺម៉ោង 4:30 នាទីហើយមកនៅក្នុងបន្ទប់ផ្សាយពីទីក្រុង Melbourne ប្រទេសអូស្ត្រាលីចាហើយត្រូវនឹងម៉ោង 12:30 នាទីមកនៅក្នុងប្រទេសជាណាចក្រកម្ពុជាចាបន្តិចទៀតនេះលោកអ្នកនាងនឹងបានជួបជាមួយនឹងនាទីសេដ្ឋកិច្ចនិងទីផ្សារប៉ុន្តែនាងខ្ញុំក៏ចង់ជម្រាបជាថ្មីម្ដងទៀតចំពោះគ្រាមភាសាអង់គ្លេសសម្រាប់ថ្ងៃនេះចាគ្រាមភាសាអង់គ្លេសអូស្ត្រាលីដែលនាងខ្ញុំដាក់ជូនគឺ in a tick ចាតែពាក្យឃ្លាថា in a tick នេះមានអត្ថន័យដូចម្តេចដែរដោយចម្លើយដែលនាងខ្ញុំផ្ដល់ជូនចម្លើយទី1មានន័យថាក្នុងពេលដ៏ខ្លីឬក៏ចម្លើយទី2មានន័យថាក្នុងគំនិតមួយត្រឹមត្រូវចាហើយក្នុងឱកាសនេះដើម្បីជាការងាយស្រួលនៅក្នុងការឆ្លើយផងដែរនោះនាងខ្ញុំសូមប្រកបជូននៅពាក្យថា tick នេះម្ដងទៀតចា tick នេះសរសេរដោយ T I C ចាអត់មានពាក្យលើសពីនេះហើយក៏អត់មានអក្សរអីខ្វះតិចជាងនេះដែរចា T I C in a tick ចាតើមានអត្ថន័យដូចម្តេចដែរចម្លើយទី1ក្នុងពេលដ៏ខ្លីឬក៏ចម្លើយទី2ក្នុងគំនិតត្រូវមួយចាហើយសូមអញ្ជើញលោកនាងអាចផ្ញើសារមកលេខរបស់វិទ្យុអូស្ត្រាលីដោយសពមួយដងដែរ+61 427 72 72និង72ចានៅក្នុងពេលនេះមុននឹងចូលដល់នាទីសេដ្ឋកិច្ចនិងទីផ្សារនាងខ្ញុំសូមចាក់ជូននៅសំណួរប្រចាំខែតុលានិងខែវិច្ឆិកាចាបាទសួស្តីលោកលោកស្រីនិងប្រិយមិត្តអ្នកស្ដាប់វិទ្យុអូស្ត្រាលីទាំងអស់ជាទីនឹករលឹករាប់អានសម្រាប់ខែតុលានិងខែវិច្ឆិកាឆ្នាំ2013នេះ Radio Australia សូមដាក់ជូននៅសំណួរប្រចាំ2ខែនេះដើម្បីជាការប្រកួតជ្រើសរើសយកជ័យលាភី5នាក់សម្រាប់ទទួលរង្វាន់ជាកូនវិទ្យុម្នាក់មួយគ្រឿងសូមប្រិយមិត្តស្ដាប់និងកត់សំណួរដែលមានសេចក្តីដូចតទៅតើនាយករដ្ឋមន្ត្រីអូស្ត្រាលីបច្ចុប្បន្នមានឈ្មោះអ្វីកលោក Kevin Rudd ខលោកស្រី Julia Gillard កលោក Tony Abbott ខលោកស្រី Quentin Bryce សូមប្រិយមិត្តផ្ដល់ចម្លើយមកយើងខ្ញុំឲ្យបានមុនដំណាច់ខែវិច្ឆិកានេះដោយផ្ញើទៅប្រអប់សម្បត្តិរបស់ Radio Australia នៅប្រទេសកម្ពុជាលេខ414ក្រុងភ្នំពេញឬផ្ញើមកយើងខ្ញុំនៅប្រទេសអូស្ត្រាលីដោយផ្ទាល់ក៏បានដោយការខ្នងសម្បត្តិជាភាសាអង់គ្លេសថា Radio Australia Khmer Service Victoria 3006 Australia បាទដើម្បីលឿនទាន់ចិត្តប្រិយមិត្តអាចផ្ដល់ចម្លើយតាមអ៊ីមែលក៏បានដោយសរសេរទៅ khmer@radioaustralia.net.au បាទសូមប្រិយមិត្តប្រាប់ឈ្មោះពេញនិងព័ត៌មានតាក់ទងផងដើម្បីឲ្យយើងខ្ញុំអាចតាក់ទងផ្ញើរង្វាន់ទៅជូនបាទយើងខ្ញុំសូមជូនពរឲ្យប្រិយមិត្តជួបតែផលសំណាងល្អនៅក្នុងការឆ្លើយសំណួរនេះបាទសូមជម្រាបថាមិត្តអ្នកស្ដាប់ម្នាក់ៗអាចឆ្លើយសំណួរបានតែម្ដងប៉ុណ្ណោះហើយយើងខ្ញុំនឹងចាប់ឆ្នោតជ័យលាភី5នាក់ដើម្បីទទួលកូនវិទ្យុម្នាក់មួយគ្រឿងសូមអរគុណចាលោកលោកស្រីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកាលពីឆ្នាំ2006អង្គការក្រៅរដ្ឋាភិបាលមួយបានអប់រំណែនាំប្រជាពលរដ្ឋនៅកោះផ្ដៅស្រុកសម្បូរខេត្តក្រចេះឲ្យចេះថែរក្សាការពារមច្ឆជាតិផ្សោតដែលប្រជាពលរដ្ឋខ្មែរនិយមហៅថាសត្វផ្សោតឬត្រីផ្សោតក្រោយមកវត្តមានរបស់មច្ឆជាតិផ្សោតបានតាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកទាំងមកពីទីជិតនិងទីឆ្ងាយហើយតំបន់នេះបានក្លាយទៅជាតំបន់ទេសចរធម្មជាតិត្រីផ្សោតកោះផ្ដៅនៅក្នុងនីតិសេដ្ឋកិច្ចនិងទីផ្សារនៅសប្តាហ៍នេះលោកសស្វណ្ណារាសូមអធិប្បាយជូនលោកអ្នកនាងអំពីសកម្មភាពអភិវឌ្ឍសហគមន៍ទេសចរត្រីផ្សោតកោះផ្ដៅដែលបានបង្កើតមុខរបរជូនប្រជាពលរដ្ឋលោកអ្នកនាងជាទីមេត្រីនៅពេលចូលដល់ទឹកដីក្រុងខេត្តក្រចេះគេឃើញទីណាក៏ដូចទីណាដែរមានការតាំងបង្ហាញរូបត្រីផ្សោតត្រូវបានគេឆ្លាក់រចនាពីឈើនិងពីថ្មស៊ីម៉ង់មន្ត្រីអាជ្ញាធរខេត្តក្រចេះបានបញ្ជាក់ថាត្រីផ្សោតមានវត្តមានតែក្នុងទន្លេមេគង្គដែលស្ថិតនៅក្នុងខេត្តក្រចេះនេះតែប៉ុណ្ណោះលោកសុកសៀមសមាជិកសហគមន៍ទេសចរអេកូកោះផ្ដៅក្នុងខេត្តក្រចេះនេះបានដឹងថាត្រីផ្សោតគឺជាត្រីពិសេសមួយប្លែកពីជីវសាស្ត្រនៃត្រីផ្សេងពីត្រីបាទធម្មតាជាធនិកសត្វហើយមានកូននៅក្នុងផ្ទៃបាទមានកូនក្នុងផ្ទៃអត់មានពងដូចត្រីទេមានកូនក្នុងផ្ទៃហើយដល់ពេលដែលសម្រាលកូនមកគាត់មានគ្នាគាត់នឹងជួយបាទជួយសម្រាលគ្នាគាត់ជួយសម្រាលនេះសត្វផ្សោតគឺខុសពីត្រីអញ្ចឹងហើយសត្វហ្នឹងគឺ slow ណាអត់ចេះធ្វើបាបមនុស្សទេបាទអត់ចេះធ្វើបាបមនុស្សទេហើយតែងតែឃើញទូកយើងកែងតែផុសឲ្យមនុស្សមើលបាទផុសហើយទម្ងន់ខ្លួនគេ80ទៅ90គីឡូនោះដែលធំបាទហើយប្រវែងគេ1ម៉ែត្រកន្លះទៅ2ម៉ែត្រឯណោះបាទហើយសម្បល់ថ្នោត
បាទអានេះសោតទឹកសាមហ្នឹងគឺសោតរែងក្បាលត្រឡោកគឺក្បាលដូចត្រឡោកអញ្ចឹងបាទលោកសុកស៊ីមបានដឹងទៀតថាត្រីផ្សោតមានប្រវត្តិតាក់ទងជាមួយនឹងមនុស្សអាស្រ័យដោយត្រីនេះមានលក្ខណៈស្និទ្ធស្នាលនិងជាមិត្តជាមួយនឹងមនុស្សរៀងវាដែលរៀងខ្លួនរៀងមូលហើយមានសកៃវាមានជ្រែងវាប៉ុន្តែកតុយអត់ដូចត្រីទេកតុយត្រីគឺកតុយឡើងលើបាទកតុយប្រឈរឡើងលើឯកតុយផ្សោតអត់ទេកតុយសប៉ែតហ្មងបាទកតុយសប៉ែតដូចយើងដាក់ដៃទៅក្រោយអញ្ចឹងសប៉ែតអញ្ចឹងបាទត្រីហើយវាលោតផុតទៅក៏លោតផុតទៅប្រងទៅហើយវាដកដង្ហើមឆេតនេះគួរចង់ឲ្យទេសនាមែនតើបាទសូមបីតែខ្ញុំនៅកចេះផ្ទាល់ឃើញផ្សោតរាល់ថ្ងៃនៅតែខ្ញុំចង់មើលម្ដងចិត្តបាទសូមរំលឹកថា7ឆ្នាំមុននេះត្រីផ្សោតនៅទីនេះមិនមានការគាំពៀននោះទេបរិស្ថានមិនល្អបានផ្ដល់ទុកទោសដល់ត្រីផ្សោតរហូតធ្វើឲ្យត្រីផ្សោតមួយចំនួនបានងាប់ត្រីផ្សោតខ្លះទៀតបានជាប់មងត្រីរបស់ប្រជាពលរដ្ឋពលគឺប្រជាពលរដ្ឋនៅកោះផ្ដៅនេះមើលមិនឃើញអំពីសារៈប្រយោជន៍របស់ត្រីចម្លែកនេះទេលោកសុកស៊ីមជាប្រជាពលរដ្ឋនៅតំបន់នេះបានដឹងទៀតថាដើមឡើយប្រជាពលរដ្ឋនៅទីនេះមិនទាន់មានស្មារតីការពារត្រីផ្សោតនោះទេពេលជិះទៅគាត់បានទេសនាទី1គឺផ្សោតផុសប្រងចុះប្រងឡើងវាហែលទៅក៏វាដកដង្ហើមឆេតឆតហ្នឹងឲ្យឃើញខ្លួនវាច្បាស់ចាស់មើលពីលើទូកទៅហើយមួយទៀតហ្នឹងគាត់មើលផ្សោតរួចទៅគាត់ទៅទេសនាហែលទឹកលេងនៅជុំវិញកោះដែលមានខ្សាច់មានដើមឈើនៅប្រប្រាស់ទឹកហ្នឹងគាត់ហែលទឹកលេងហ្នឹងទៅហើយគាត់នៅលេងនៅឆ្នេរខ្សាច់ហ្នឹងទៅហើយថ្ងៃលិចហ្នឹងគាត់មើលព្រះអាទិត្យលិចអីចឹងទៅជាទេសភាពស្អាតមែនទែនបាទនៅឯខាងកោះផ្ដៅហ្នឹងបាទប៉ុន្តែលោកថាក្រោយមកក៏មានអង្គការ CRDP បានមកជួយអប់រំប្រជាពលរដ្ឋឲ្យចេះរក្សាត្រីផ្សោតដើម្បីធ្វើតំបន់ទេសចរណ៍បន្ទាប់មកលោកបានដឹងទៀតថាចាប់តាំងពីពេលនោះមកប្រជាពលរដ្ឋបាននាំគ្នាផ្លាស់ប្ដូរមុខរបរដោយមានស្មារតីការពារគ្រប់គ្រងពូជត្រីដ៏មានតម្លៃនេះដាក់ម៉ោងហ្នឹងងាប់ផ្សោតទៅពីមុនដាក់ម៉ោងទៅយកត្រីទេប៉ុន្តែផ្សោតទៅរុំហ្នឹងងាប់ផ្សោតហ្នឹងទៅអានេះជាពីមុនដែលគាត់មិនចាប់អារម្មណ៍គាត់មិនជួយអភិរក្សអញ្ចឹងបាទមានអញ្ចឹងដល់ពេលអភិរក្សទៅប្រជាជនគាត់កាត់បន្ថយនៅការដាក់ម៉ោងគឺហើយមានសពថ្ងៃហ្នឹងមានសហគមន៍នេសាទគេមានឆ្មាំទលេគឺគេជួយការពារកុំឲ្យប្រជាជនដាក់ម៉ោងហើយអង្គការ NGO ហ្នឹងគាត់អភិវឌ្ឍលើគោកជាការដោះដូរប្រជាជនវិញជាធ្វើត្រង់មាន់ត្រង់ជ្រូកចិញ្ចឹមត្រីចិញ្ចឹមស្រះកែបចឹងអីហ្នឹងប្រជាជនគឺសប្បាយចិត្តគឺថាអញ្ចឹងគាត់លែងហត់ចែវទុកទៅរោដាក់ម៉ោងយកត្រីនាំឲ្យជាប់ផ្សោតទៀតហើយគាត់មកបរិភោគអាហារនៅលើគោកវិញជាការប្រសើរអញ្ចឹងដែរបាទបានពីផ្សោតនឹងបានលុយហើយគាត់បានអាហារបរិភោគនៅលើគោកទៀតបាទអញ្ចឹងបាន2ដងមន្ត្រីជលផលបានដឹងថាទន្លេមេគង្គនៅត្រង់ខេត្តក្រចេះមានជម្រៅជ្រៅមានថ្មនិងមានជីវសាស្ត្រដែលជាជំរកនិងបានទាក់ទាញត្រីផ្សោតឲ្យមករស់នៅតំបន់នេះតែមួយគត់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរត្រីផ្សោតកោះផ្ដៅនេះបានបញ្ជាក់ដឹងថាលក្ខណៈសម្បត្តិតំបន់នេះបានធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់ទេសចរធម្មជាតិគួរឲ្យចាប់អារម្មណ៍មួយភាពដែលអស្ចារ្យសក្តានុពលដែលតាក់ទាញភ្ញៀវទេសចរហ្នឹងទី1គឺផ្សោតបាទទី2គឺហែលទឹកលេងតាមកោះទី3ហ្នឹងគឺហាត់កីឡានៅតាមឆ្នេរខ្សាច់បាទហើយនឹងទី4ហ្នឹងគឺណែមានរបាំប្រពៃណីសិល្បៈរបស់សហគមន៍សម្ដែងជូនទេសនាបាទហើយមានការជិះកង់កំសាន្តលេងតាមភូមិបាទទេសនាទៅមើលប្រជាជនធ្វើកសិកម្មហើយទៅទេសនាតំបន់ព្រៃភ្នំមួយទៀតនៅភូមិក្បែរហ្នឹងបាទគឺព្រៃជាវប្បធម៌ដែលគេតែគោរពបូជាបាទដែលហើយមួយទៀតទៅមើលប្រពៃណីឡើងអ្នកតាបាទប្រពៃណីបនស្រន់របស់សហគមន៍របស់ខ្ញុំហ្នឹងនេះតាំងពីវប្បធម៌តាំងពីធម្មជាតិគឺបានមើលទាំងអស់បាទមន្ត្រីអាជ្ញាធរខេត្តក្រចេះបានដឹងថានៅខេត្តក្រចេះមានតំបន់ទេសចរធម្មជាតិជាច្រើនដូចជាកាំពីកោះផ្ដៅសាច់មកៈសសរ100បឹងកោះថ្នោតនិងព្រៃភ្នំកំពង់ក្របីប្រជាពលរដ្ឋនៅសហគមន៍ទេសចរធម្មជាតិកោះផ្ដៅបានមានប្រសាសន៍បង្ហាញអំពីសេវាកម្មកំសាន្តសប្បាយនៅតំបន់ទេសចរនេះពេលជិះទៅគាត់បានទេសនាទី1គឺផ្សោតផុសប្រងចុះប្រងឡើងវាហែលទៅក៏វាដកដង្ហើមឆេតឆតហ្នឹងឲ្យឃើញខ្លួនវាច្បាស់ចាស់មើលពីលើទូកទៅហើយមួយទៀតហ្នឹងគាត់មើលផ្សោតរួចទៅគាត់ទៅទេសនាហែលទឹកលេងនៅជុំវិញកោះដែលមានខ្សាច់មាន
ដើមឈើនៅប្រប្រាស់ទឹកហ្នឹងគាត់ហែទឹកលេងហ្នឹងទៅហើយគាត់នៅលេងនៅឆ្នេរខ្សាច់ហ្នឹងទៅហើយថ្ងៃលិចហ្នឹងគាត់មើលព្រះអាទិត្យលិចអីចឹងទៅជាទេសភាពស្អាតមែនទែនបាទនៅឯខាងកោះផ្ដៅហ្នឹងបាទសូមចាត់ថាកន្លងមកនេះចលនាអភិវឌ្ឍតំបន់ទេសចរបានធ្វើឲ្យកែប្រែមូលដ្ឋានឲ្យមានការរក្សាបរិស្ថានល្អបោះបង់ចោលទម្លាប់មិនប្រពៃពីមុនហើយកសាងតំបន់ថ្មីមានទីផ្សារការងារនិងមានប្រភពចំណូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលោកសុកស៊ីមប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរទេពសោតកោះផ្ដៅបានធ្វើការរាយរាប់អំពីប្រភេទសេវាកម្មដែលប្រជាពលរដ្ឋអាចផ្ដល់ជូនភ្ញៀវដែលមកទស្សនាកម្សាន្តនៅតំបន់ទេសចរនេះមានសេវាទី1កង់សហគមន៍បាទគាត់ជិះដល់លេងមួយថ្ងៃហ្នឹងតែ$1កន្លះទេបាទហើយរួចហើយគាត់ត្រូវការទូកទៀតដែលមើលទៅទីកំសាន្តលេងតាមទឹកហើយស្ទះសនាសផ្សោតផងទៅហែកទឹកលេងផងទូកហ្នឹងគឺ$5ទៅ$10តាមឆ្ងាយតាមជាតិអញ្ចឹងហើយទី3ទៀតដែលសេវាកម្មមួយទៀតគឺហ្គាយនៅទៅតាមទូកទៅតាមកង់ជាប់បាទហ្គាយហើយមួយទៀតគឺផ្ទះស្នាក់ហ្នឹងគាត់មកគេងផ្ទះស្នាក់ជាមួយសហគមន៍ហ្នឹងបាទគឺរៀបជាផ្ទះមួយពីរបន្ទប់ផ្ទះមួយមានបង្គន់មានបន្ទប់ទឹកបាទហើយមានក្រុមម្ហូបអាហារនោះទៀតក្រុមម្ហូបអាហារហ្នឹងគាត់ទៅបានទៅម្ហូបអាហារហ្នឹងគឺបានសេវាកម្មពីម្ហូបអាហារទៀតហើយមួយទៀតគឺគាត់ទៅទស្សនាលេងតាមព្រៃភ្នំចិត្តហ្នឹងបាទព្រៃព្រំតតាព្រៃអីដែលជាសក្ការៈបូជាហ្នឹងហើយមើលប្រជាជនឡើងអរិយនតាយស្វែងបន់ស្រន់អីហ្នឹងបាទនេះជាការវប្បធម៌គាត់បានមើលយ៉ាងហើយសិល្បៈទៀតសិល្បៈសម្ដែងជារបាំប្រពៃណីឬមួយជាលេងរឿងពីរឿងអប់រំបរិស្ថានហ្នឹងគាត់បានមើលនឹងទៀតហើយបានសេវាកម្មពីសិល្បៈនឹងទៀតបាទមន្ត្រីសហគមន៍ទេសចរធម្មជាតិកោះផ្ដៅបានដឹងទៀតថាតំបន់ទេសចរនេះមិនអាចទទួលភ្ញៀវបានគ្រប់រដូវនោះទេពីព្រោះតែមានការរំខាននៅរដូវភ្លៀងយ៉ាងណាក៏ដោយភ្ញៀវបានកើនឡើងពី500នាក់ក្នុងមួយឆ្នាំរហូតដល់ជាង2000នាក់បាទសំគួរគឺចាប់ពីខែមករាទៅដល់ខែឧសភាបាទគឺខែប្រាំងផងផ្សោតក៏បានមើលទឹកក៏រាក់ស្រួលយើងស្រួលដើរលេងហើយប្រជាជនក៏ទំនេរពីកសិកម្មបាទពីខែមករាដល់ខែឧសភាហ្នឹងបាទមន្ត្រីសហគមន៍ទេសចរធម្មជាតិនេះបានដឹងទៀតថាតំបន់នេះបានទាក់ទាញជាពិសេសចំពោះភ្ញៀវទេសចរបរទេសតែទោះជាយ៉ាងណាក្តីភ្ញៀវក្នុងស្រុកក៏កាន់តែមានកំណើនតាមរយៈការទស្សនាទេពសោតដ៏ចម្លែកបាទភ្ញៀវតាំងពីឆ្នាំ2008មកមួយឆ្នាំបានទៅ500ទៅ600ដល់ឆ្នាំបន្តទៀតទៅពី7ឆ្នាំបន្តទៅ8អញ្ចឹងទៅឥឡូវហ្នឹងគឺជាតែកើនឡើងដែរបាទភាគច្រើនគឺជនជាតិបរទេសភាគច្រើនគឺអឺរ៉ុបហ្នឹងហ្មងបាទអឺរ៉ុបហ្នឹងគឺថាថោដល់ 90% ណោះបាទជីវជាតិតែ 10% ទេជីវជាតិតិចហ្នឹងគឺថាផ្សោតគាត់ធ្លាប់ដឹងគាត់ធ្លាប់ឃើញអញ្ចឹងទៅណាធ្លាប់ដឹងធ្លាប់ឃើញនៅកម្ពុជាឬធ្លាប់ឃើញពីដើមមកហើយអញ្ចឹងទៅកម្ពុជាហ្នឹងក៏នៅចិត្តកញ្ចេះក្នុងដែរនៅខេត្តចិត្តខែដែលគាត់បានឃើញហើយគាត់ទៅវិញទៅឯភ្ញៀវបរទេសវិញគឺគាត់ចង់ឃើញតំបន់ឆ្ងាយចង់ស្ដាប់មាន់ល្ងាវចង់ស្ដាប់ឆ្កែព្រុសណាចង់ស្ដាប់ក្មេងយំអីងាអញ្ចឹងទៅបាទគាត់ចង់អញ្ចឹងហើយបានមើលផ្សោតដែរបានរស់នៅជាមួយសហគមន៍ទៀតណាមន្ត្រីបានដឹងទៀតថាអង្គការ CRDP ដែលបានមកជួយអភិវឌ្ឍតំបន់ទេសចរធម្មជាតិនៅភូមិតាភិននិងភូមិកោះផ្ដៅនេះបានជួយបង្កើត website ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវទេសចរស្គាល់ហើយមកកម្សាន្តមន្ត្រីសហគមន៍ទេសចរធម្មជាតិត្រីផ្សោតកោះផ្ដៅនេះបានដឹងអំពីការបែងចែកចំណូលពីផលទេសចរនេះលើហ្នឹងអត់មានជីលក់សបុតទេទៅដល់គាត់ជាភេណារបៀបថាបាទសហគមន៍ហ្នឹងត្រូវការមួយយប់មួយថ្ងៃប៉ុន្មានអញ្ចឹងណាបាទមួយយប់ថ្ងៃបាទសេវាផ្សេងបាទផលចំណូលពីសហគមន៍ហ្នឹងគឺថាឧទាហរណ៍ថាគាត់ទៅគាត់ទេសនាសត្វផ្សោតហ្នឹងគាត់ត្រូវបង់ទស្សនៈកាយទូកសិល្បៈអីចឹងទៅគេបានចំណូលទៅអ្នកសម្ដែងហ្នឹងហើយបាទអ្នកធ្វើសកម្មភាពហ្នឹងហើយតែអ្នកសកម្មភាពហ្នឹងគេបង់ 10% នៅចូលហឹបមូលនិធិសហគមន៍ហ្នឹង 10% ឧទាហរណ៍ថា 30000 គាត់បង់ 3000 ចូលក្នុងហឹបហ្នឹងហើយដល់បានមូលនិធិក្នុងហឹបហ្នឹងទៅបែងចែកជា3ទី1 70% អភិវឌ្ឍសហគមន៍បាទឯ 20% រដ្ឋបាលគណៈកម្មការសហគមន៍ហ្នឹងឯ 10% ទៀតសង្គ្រោះមិនទាន់បាទដល់បែងចែកជា3យ៉ាងបាទ
មន្ត្រីសហគមន៍បានដឹងថាបច្ចុប្បន្ននេះសហគមន៍កំពុងតែប្រឹងប្រែងរកមធ្យោបាយដើម្បីអភិវឌ្ឍសេវាកម្មថ្មីៗដើម្បីបម្រើតម្រូវការរបស់ភ្ញៀវដូចជាបង្កើនកន្លែងអង្គុយកម្សាន្តផ្ទះសំណាក់សេវាម្ហូបអាហារបរទេសនិងសេវាដឹកជញ្ជូនជាមួយនេះសហគមន៍ទេសចរធម្មជាតិនេះបានធ្វើការបរិយាយឲ្យដឹងថាការបង្កើតសហគមន៍ទេសចរទេពផ្សោតបានធ្វើឲ្យមុខមាត់តំបន់នេះមានការកែប្រែមានឈ្មោះល្បីហើយប្រជាពលរដ្ឋមានជីវភាពចម្រើនជាងមុនបាទឥឡូវគាត់បើជើងមុនលោកបាទគាត់បើចង់ថាគាត់ពីដើមគាត់បត់ជើងជារាជព្រៃឥឡូវហ្នឹងអត់មានជារាជព្រៃនេះគឺមានប្រគុណ 90% ហើយបាទប្រគុណទី2នេះអាងទឹកតាមផ្ទះស្តុកទឹកភ្លៀងហ្នឹងណាបាទគាត់មានគ្រប់ផ្ទះហើយមានធនាគារកបីធនាគារស្រូវពីអុកស្វាមក៏ជួយដែរបាទអង្គការអុកស្វាមអូស្ត្រាលីក៏ជួយដែរហើយឥឡូវហ្នឹងពិសេសមួយទៀតគឺជប៉ុនមកសុំអង្គការជាមួយជប៉ុនបានទឹកស្អាតបាទទឹកស្អាតគេហៅថាទឹកគីឡូណាសពថ្ងៃហ្នឹងគឺប្រើ 90% ហើយដែលបើកទៅយោទៅចេញទឹកតាមផ្ទះហ្មងថ្ងៃនេះបាទមានទឹកស្អាតគេបាទបើចំណូលពីវិស័យទីគុំទីចរពីដើមប្រក់ស្បូវច្រើនណាឥឡូវចេះជាប្រក់ដែកប្រក់ក្បឿងហើយពីដើមបន្ទប់ទឹកអីច្រើនបាំងកស៊ូតង់បាំងអីទេដល់បានចំណូលពីទីចរទៅគាត់ចេះតែរៀបឥដ្ឋខ្លះហ្នឹងក៏យកក្តារមកវាយទៅដោយផ្ទះខ្ញុំអីគឺសងៃមានផ្កាឈូកមួយទៅហើយបើថាមានទឹកទយោទឹកគីឡូទឹកស្អាតហ្នឹងណាហើយវាខ្ពស់ដែរ30ម៉ែត្រលើនោះហើយផ្ទះខ្ញុំហ្នឹងវាទៀបល្មមហ្នឹងថ្ងៃបើផ្កាឈូកចេញដូចទីក្រុងហ្នឹងដែរបាទលោកសុកសេនប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរធម្មជាតិដែលបានកើតឡើងតាំងពីឆ្នាំ2006មកនេះបានធ្វើការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅប្រទេសឲ្យគាំទ្រតំបន់ទេសចរនេះខ្ញុំសូមសនំពរដល់ភ្ញៀវជាតិនិងអន្តរជាតិសូមអញ្ជើញមកទស្សនានៅរមណីយដ្ឋានកោះផ្ដៅហ្នឹងនៅក្នុងស្រុកសម្បូរខេត្តកែចេះហ្នឹងដើម្បីមើលផ្សោតហើយនៅមកទស្សនានៅវប្បធម៌សិល្បៈរបស់ប្រពៃណីខ្មែរយើងដែលអភិរក្សមិនឲ្យបាត់បង់តសពថ្ងៃនេះហើយមកជួយរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់សហគមន៍តាមវិស័យទេសចរណ៍ផងបាទតែទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋនៅសហគមន៍ទេសចរធម្មជាតិត្រីផ្សោតកោះផ្ដៅបានបង្ហាញនូវក្តីបារម្ភអំពីនិរន្តរភាពរបស់តំបន់នេះក្រោយពេលមានព័ត៌មានអំពីការសង់ទំនប់វារីអគ្គិសនីនៅលើខ្សែទឹកដែលអាចធ្វើឲ្យនីវ៉ូទឹកចុះទាបហើយប៉ះពាល់ដល់ស្ថានភាពរស់នៅរបស់ត្រីផ្សោតលោកអ្នកនាងជាទីមេត្រីកម្មវិធីសេដ្ឋកិច្ចនិងទីផ្សាររបស់ Radio Salia នៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទសស្វណ្ណរាសូមអរគុណសូមជម្រាបលាសូមភ្ជាប់ទំនាក់ទំនងជាមួយនឹងកម្មវិធីខេមរៈភាសានៃ Radio Australia ដោយចូលទៅ website khmer.radioaustralia.net.au ដើម្បីរកកម្មវិធីប្រចាំថ្ងៃដែលមានអត្ថបទសម្លេងនិងរូបភាពពាក់ព័ន្ធនឹងព័ត៌មានព្រឹត្តិការណ៍បច្ចុប្បន្នព្រមទាំងនីតិឯកទេសប្រចាំសប្តាហ៍លោកអ្នកក៏អាចសិក្សាភាសាអង់គ្លេសតាមមុខជំនាញផ្សេងៗទៅតាមចំណង់និងចំណូលចិត្តលោកអ្នកក៏អាចផ្ញើសារជា SMS មកកាន់យើងខ្ញុំលេខ+61 427 72 72និង72ឬក៏អ៊ីមែលមកកាន់ khmer@radioaustralia.net.au ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹង Radio Australia ចាលោកនាងប្រិមត្តស្ដាប់ជាទីមេត្រីនៅក្នុងឱកាសនេះនាងខ្ញុំក៏សូមជម្រាបជាថ្មីចំពោះគ្រាមភាសាអង់គ្លេសនាពេលនេះគឺពាក្យថា in a take ចាដែល take នៅក្នុងឃ្លានេះសរសេរដោយអក្សរ TIC ចាចម្លើយដែលនាងខ្ញុំផ្ដល់ជូនចម្លើយទី1គឺក្នុងពេលដ៏ខ្លីនិងចម្លើយទី2ក្នុងគំនូសមួយត្រឹមត្រូវចាតើចម្លើយទី1ឬក៏ចម្លើយទី2ដែលត្រឹមត្រូវនាងខ្ញុំសូមអញ្ជើញលោកនាងសាកល្បងឆ្លើយហើយក៏សូមអរគុណចំពោះប្រិយមិត្តដែលបានឆ្លើយជាបណ្ដាមកហើយដែរចានៅក្នុងលំដាប់ជាបន្តទៅទៀតនាងខ្ញុំសូមចាក់ជូននៅភាគទី7នៃកម្រងកម្មវិធីស្ដីអំពីការអភិវឌ្ឍដែលវិទ្យុអូស្ត្រាលីបានផលិតឡើងកាលពីឆ្នាំ2005ចាថ្មីត្បិតតែកម្មវិធីនេះមានអាយុចិត្តប្រមាណជា8ឆ្នាំហើយក្តីក៏ខ្លឹមសារហើយនឹងទស្សនទានព្រមទាំងរបត់នៃការអភិវឌ្ឍពុំមានការប្រែប្រួលច្រើនឡើយហើយដំណើរការអភិវឌ្ឍនៅមានលំនាំត្រដំប្រសងនឹងគ្នាដែលចា
ដូច្នេះនេះខ្ញុំសូមជម្រាបផងដែរចាលោកលើឡៃស្រេងបានចាក់ចេញពីក្រសួងអភិវឌ្ឍជនបទហើយអញ្ចឹងនៅពេលនេះសូមអញ្ជើញប្រិមិត្តជួបជាមួយនឹងអ្នកស្រីប៊ុនលវីសេដានៅក្នុងភាគទី7នៃកម្រងកម្មវិធីស្ដីពីការអភិវឌ្ឍដែលវិទ្យុអូស្ត្រាលីបានផលិតឡើងកាលពីឆ្នាំ2005ចាសសួស្តីលោកស្រីនាងកញ្ញាព្រមទាំងប្រិយមិត្តទាំងអស់ជាទីមេត្រីខ្ញុំប៊ុនលវីសេដាសូមនាំកម្រងកម្មវិធីស្ដីអំពីការអភិវឌ្ឍមកជួបលោកស្រីនាងកញ្ញានិងប្រិយមិត្តជាថ្មីម្ដងទៀតតាមរលកអាកាសវិទ្យុអូស្ត្រាលីចាសថ្ងៃនេះខ្ញុំសូមអញ្ជើញលោកស្រីនាងកញ្ញាព្រមទាំងប្រិយមិត្តទាំងអស់ឲ្យបែរក្រឡេកមកមើលការអភិវឌ្ឍនៅទីជនបទនៃប្រទេសកម្ពុជាវិញម្ដងចា៎ស្ថិតិផ្លូវការរបស់កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិបានឲ្យដឹងថាប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទមានចំនួន 84% ហើយប្រជាជនតាមទីជនបទចំនួន 90% រស់នៅក្នុងស្ថានភាពទីទាល់ក្រីក្រខ្លាំងមែនទែនដូច្នេះម្ចាស់ជំនួយជាច្រើនដែលរួមទាំងកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិឬ UNDP និងធនាគារអភិវឌ្ឍអាស៊ីឬ ADB ជាដើមផ្ដោតគោលដៅជាខ្លាំងទៅលើការអភិវឌ្ឍជនបទដើម្បីកាត់បន្ថយភាពក្រីក្រហើយបើយោងទៅតាមប្រសាសន៍របស់ឯកឧត្តមលើឡៃស្រេងរដ្ឋមន្ត្រីអភិវឌ្ឍជនបទកម្ពុជាបានឲ្យវិទ្យុអូស្ត្រាលីដឹងថាចាប់តាំងពីដើមទសវត្សរ៍ 1990 មកប្រទេសកម្ពុជាបានចំណាយថវិកាប្រមាណជា$500 លានរួចទៅហើយសម្រាប់ការអភិវឌ្ឍជនបទបាទសូមជម្រាបថាយើងបានបន្តមកដានមនុស្សទាំងអស់ហ្នឹងវា189,588 នាក់គឺណាសិទ្ធិបង្ហាត់ដើម្បីឲ្យបង្ហាត់គេតទៅទៀតបាទហើយចំណែកខាងទឹកស្អាតយើងបានជីងអណ្ដូងលូវាមានពីរយ៉ាងដងលូដងស្នាមដងលូយើងចេះចិត្តបានចិត្ត 10000 អណ្ដូងលូបាទរួចហើយអណ្ដូងថ្មីអណ្ដូងយើងជីកដាក់ស្នប់ចូលជ្រឹកជើរាប់100 ម៉ែត្រនោះ60-70 ម៉ែត្រនោះគឺបាន19978 បាទរួចហើយដូចស្រះទឹកយើងជីកស្រះទឹកបាន 8000 ហ្នឹងហើយរួចហើយខាងប្រព័ន្ធធារាខ្នាតតូចដូចជាទំនប់សង់ថ្មីអាណត្តិទី1យើងសង់បាន213,407អាណត្តិទី2នេះយើងសង់បានជាង 4000 ទៀតបាទរួចហើយជួសជុលយើងមានជួសជុលខាងទំនប់បាទរួចហើយបន្លាយទឹកបាទយើងជួសជុលលូនិងធ្វើទ្វារទឹកថ្មីដោយខាងផ្លូវថ្នល់បាទផ្លូវលំជនបទនេះយើងធ្វើបានច្រើនណាស់បាទយើងធ្វើបានថា 5000 គីឡូម៉ែត្រដែរយើងចាប់អាណត្តិទី3នេះយើងមានគ្រោងទុករហូតដល់ប្រហែលជាជាប់រាប់ពាន់គីឡូទៀតខាង Rural Community Development ហ្នឹងគឺថាយើងមានខាងអគារសិក្សាជួសជុលសាលារៀនបណ្ដុលសុខភាពលក្ខណៈនៅក្នុងជនបទយើងមានទឹកប្រើច្រើនណាស់ក៏ប៉ុន្តែមិនទាន់បានគ្រប់គ្រាន់ទេគឺដូចជាឆ្នាំអាណត្តិនេះខ្ញុំប្រហែលជាធ្វើបានអ្នកធានាដល់ជនបទមានទឹកស្អាតផឹកល្អនោះ 30% ឆ្នាំ2015ហ្នឹងរហូតដល់ 50% ដល់ឆ្នាំ2025គឺយើងត្រូវឲ្យស្រុកស្រែទាំងអស់គឺថាដូចនៅបរទេសយើងមានទឹកស្អាតអានឹងធានាថាមិនសូវមានជំងឺបាទចាហើយថវិកាសម្រាប់គុតផ្គង់គម្រោងការអភិវឌ្ឍតាមជនបទទាំងអស់ហ្នឹងគឺភាគច្រើនបានមកពីខាងណាដែរអាយដាមមានពីរផ្នែកបាទមួយផ្នែកមកពីរដ្ឋាភិបាលមួយផ្នែកមកពីជំនួយមានជំនួយខាង ADB World Bank បាទ World Food Program មានអាល្លឺម៉ង់ OSAID NGO បារាំងជប៉ុនច្រើនណាស់ជប៉ុនខាងយ៉ៃកាក៏ច្រើនបាទបើតាមមើលទៅគម្រោងការរបស់ UNDP ឬមួយក៏ ADB អីហ្នឹងគឺគេបានជួយរាជាណាចក្រកម្ពុជានឹងជាប់10ឆ្នាំជាងមកហើយថាតើកម្រិតជីវភាពរស់នៅរបស់ប្រជារាស្ត្រខ្មែរតាមទីជនបទនឹងមានការរីកចម្រើនទេអាយដាមបាទមានរីកចម្រើនមួយចំនួនតាមជនបទហ្នឹងតាំងពីមានផ្លូវថ្នល់មានសាលារៀនយើងមានស្រះទឹករួចហើយនៅអាណត្តិទី3ផងខ្ញុំនេះធ្វើម៉េចឲ្យខាង irrigation គឺខាងប្រព័ន្ធទឹកហ្នឹងឲ្យបានច្រើនពីព្រោះយើងមើលជាថាយើងក្រណាស់អត់អីខ្វះម្ហូបហើយប៉ុន្តែយើងធ្វើស្រែតែមួយឆ្នាំធ្វើម្ដងប្រទេសវៀតណាមគេធ្វើ3ដងក្នុងមួយឆ្នាំ
រួចហើយខាងថៃក៏គេធ្វើស្រែខ្ញុំក្នុងមួយឆ្នាំ3 ដងដូច្នេះគឺថាគម្រោងរបស់រដ្ឋាភិបាលក៏ដូចជាគម្រោងអភិវឌ្ឍជនបទធ្វើម៉េចឲ្យមានទឹកជាអចិន្ត្រៃយ៍ដល់ជនបទដើម្បីឲ្យគ្នាធ្វើស្រែបាន2 ឬ 3 ដងក្នុងមួយឆ្នាំមួយទីទៀតខាងក្រសួងជនបទអភិវឌ្ឍជនបទកំពុងតែរកកិច្ចការងារឲ្យខាងជនបទធ្វើទប់ស្កាត់កុំឲ្យអ្នកជនបទចូលមកភ្នំពេញដូច្នេះបានថាខ្ញុំបាននិយាយពីរឿង income generating system យើងនឹងរកបង្វែរទិសអ្នកមកទីក្រុងឲ្យទៅតាមជនបទរបស់ខ្លួនវិញពីព្រោះជនបទតែរកបានប្រមាណវាជួយបានប៉ុណ្ណឹងចា៎ដើម្បីបង្កើតឲ្យមានការងារនៅតាមទីជនបទហ្នឹងតើក្រសួងអាដាមមានវិធានការអ្វីខ្លះដែរសម្រាប់អនុវត្តជំរុញផែនការនេះឲ្យទៅមុខទេចា៎មានច្រើនណាស់បាទច្រើនណាស់ដូចឥឡូវខ្ញុំកំពុងតែធ្វើមានខាងកងវិស័យខាងខេត្តកំពង់ស្ពឺខាងបរសែតខេត្តកំពង់ស្ពឺទលេវទីខាងខេត្តតាកែវ3ស្រុកនេះខ្ញុំរៀបចំធ្វើក្រុមហ៊ុនឆៃទៅមានដាំឆៃថាវដាំអីពូឆៃថាវតែ6 អាទិត្យព្រោះឲ្យមក community ហ្នឹងមកសហគមន៍គេហ្នឹងធ្វើទៅឲ្យមានអ្នកមកទិញឲ្យ guarantee price ឲ្យរក្សាតម្លៃគឺតម្លៃឆៃបើតម្លៃឆៃថាវ1 គីឡូឲ្យស្មើនឹងស្រូវ1 គីឡូដល់បានអ្នកស្រុកធ្វើមានធ្វើអាហ្នឹងព្រោះភូមិមួយទៀតនោះដូចជាធ្វើអនុស្សាវរីយ៍មានមកភូមិនោះមកខាងនោះខាងស្បែងសូត្រនៅខាងក្នុងស្រុកអីនោះខាងប្រទីមានជ័យនោះគាត់អ្នកស្បែងសូត្រជាង 10000 បាទខាងតកែវនេះក៏ច្រើនដែរខាងតកែវស្បែងសូត្រក៏មានច្រើនដែរចាស់ការបង្កើតការងារជំរុញផលិតផលហ្នឹងគឺជាគោលគំនិតដ៏ប្រពៃហើយក៏ប៉ុន្តែប្រជារាស្ត្រខ្លះលោកពុំមានទីផ្សារដើម្បីលក់ផលិតផលរបស់លោកទេតើក្រសួងអាដាមមានគម្រោងជួយរកទីផ្សារសម្រាប់ប្រជាកសិករទាំងនោះទេចា៎បាទអានេះយើងធ្វើខ្លួនយើងពីព្រោះថាដូចតែឥឡូវដូចជាឆៃថាវអញ្ចឹងយើងមានក្រុមយើងមានអ្នកទិញសម្រាប់ទិញក្រុមហ៊ុនមួយទៀតទិញឆៃថាវដើម្បីយកធ្វើឆៃប៉ូលក់បាទរួចដូចជាខាងសូត្រមានក្រុមហ៊ុនខាងទិញហូលទិញសឹងលក់មានច្រើនណាស់បាទគឺថាយើងធានាយ៉ាងម៉េចកុំឲ្យអ្នកធ្វើឲ្យលក់អីមិនចេញយើងបើមិនចឹងយើងសម្រាប់គ្នាហើយយើងត្រូវតែធ្វើឲ្យមានអាចរណ៍នឹងឲ្យឃើញវាបដាស្រួលបួលហ្មងណាចាស់អង្គការក្រៅរដ្ឋាភិបាលនិងម្ចាស់ជំនួយខ្លះបាននិយាយថាភាគផលនៃការអភិវឌ្ឍនឹងមិនបានទៅដល់ប្រជារាស្ត្រគ្រប់គ្នាទេតើអាដាមមានប្រតិកម្មយ៉ាងណាដែរចាស់ពិបាកវាស់ណាស្មារតីគ្នានេះព្រោះចេះក្លោខ្នល់ហើយស្មារតីអង្គើញព្រោះធ្វើប្រវែងយ៉ាងទៅប៉ុន្តែដូចជារឿងទឹកស្អាតទាំងអីហ្នឹងយើងមើលតាមpriority ទីថាដូចថាស្រុកនេះខែនេះខ្វះច្រើនយើងធ្វើមុនដូច្នេះយើងគិតថាយើងជួយឲ្យបានគ្រប់គ្នាទាំងអស់ប៉ុន្តែស្មើខ្ញុំថ្លឹងមិនត្រូវលោកស្រីអើយសូម្បីតាក្របស្រូវក៏វាមិនដែលធ្ងន់ប៉ុនគ្នាផ្លែឈើក៏មិនដែលប៉ុនគ្នាក៏ប៉ុន្តែវាមានចង់និយាយចេះថាក្រសួងអភិវឌ្ឍជនបទដែលមានខ្ញុំជាអ្នករដ្ឋមន្ត្រីនេះធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋយើងមានមុខរបរនិងមានទឹកស្អាតមានផ្លូវមានអីដែលបានល្អប្រសើរចាស់លោកស្រីនាងកញ្ញាព្រមទាំងប្រិយមិត្តទាំងអស់ទើបតែបានស្ដាប់បទសម្ភាសន៍ជាមួយនឹងអាដាមលើឡាយស្រេងរដ្ឋមន្ត្រីអភិវឌ្ឍជនបទកម្ពុជាហើយនៅក្នុងសប្តាហ៍ក្រោយខ្ញុំមុនលវីសេដានឹងជួបជាមួយនឹងម្ចាស់ជំនួយវិញម្ដងចា៎ប្រិមិត្តទើបតែបានស្ដាប់ភាគទី7នៃកម្រងកម្មវិធីស្ដីពីការអភិវឌ្ឍផលិតដោយវិទ្យុអូស្ត្រាលីនៅឆ្នាំ2005ចា៎យ៉ាងណាមិញខ្លឹមសារនិងទស្សនៈទាននៃការអភិវឌ្ឍពុំមានការប្រែប្រួលទេដូច្នេះយើងខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងជួយពង្រីកនៅការយល់ដឹងរបស់ប្រិមិត្តថែមទៀតអំពីគម្រោងអភិវឌ្ឍដែលប្រទេសកម្ពុជាឆ្លងកាត់នៅក្នុងរវាងពេលប្រមាណជាង2ទសវត្សរ៍កន្លងមកនេះចាសសូមជម្រាបថាលោកលីឡៃស្រេងបានចាក់ចេញពីក្រសួងអភិវឌ្ឍជនបទហើយចាប្រិយមិត្តជាទីមេត្រីនៅក្នុងឱកាសនេះនាងខ្ញុំក៏សូមជម្រាបជូននៅឃ្លាអត្ថន័យនៃគ្រាមភាសាអង់គ្លេសអូស្ត្រាលីដែលដាក់ជូននៅថ្ងៃនេះឃ្លាថា in a tick ចាចម្លើយដែលត្រឹមត្រូវប្រិមិត្តដែលឆ្លើយត្រឹមត្រូវនោះគឺចម្លើយមួយចាសូមអបអរសាទរចម្លើយឃ្លាថា in a tick នេះមានអត្ថន័យក្នុងពេលដ៏ខ្លីចាឧទាហរណ៍យើងអាចនិយាយថាសូមរងចាំបន្តិចទៀតយើងរួចរាល់ហើយយើងអាចថា please wait I'll be ready in a tick ចាហើយ in a tick នេះសរសេរដោយ TIC ពុំមែន
ICK ដែលមានអត្ថន័យថាគំនុះគូសយ៉ាងដូច្នោះទេចាជាចំណុចមួយដែលនាងខ្ញុំបន្លំតែបន្តិចតែប៉ុណ្ណោះឯងចាហើយលោកនាងជាទីមេត្រីនៅក្នុងឱកាសនេះពេលវេលាកាន់តែខ្លីហើយនាងខ្ញុំសូមជម្រាបឈ្មោះបន្តិចសិនចាឆ្លៀតឱកាសប្រិមិត្តដែលបានឆ្លើយត្រូវមុនគេនឹងមកពីខេត្តសៀមរាបចាប្រិមិត្តរិទ្ធីចាហើយប្រិមិត្តបន្ទាប់មកពីខេត្តកំពង់ធំលោកយុរាវីមកពីខេត្តបាត់ដំបងលោកសារីមកពីទីក្រុងភ្នំពេញចាប្រិមិត្តអរុនបាត់ដំបងផងដែរប្រិមិត្តទូចនិងប្រិមិត្តមួយទៀតឆ្លើយត្រូវលេខចង់បញ្ចប់ដោយលេខ279ចានៅក្នុងទំព័រ Facebook ប្រិមិត្តរក្សាអបអរសាទរផងដែរហើយសូមថ្លែងអំណរគុណចំពោះប្រិមិត្តដែលបានឆ្លើយហើយតែពុំបានត្រូវសង្ឃឹមថាបានសាកល្បងនៅគ្រាក្រោយទៀតចានៅក្នុងឱកាសនេះនាងខ្ញុំវិមាឡារួមជាមួយនឹងសហការីសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រិមិត្តចាហើយសូមលោកនាងប្រកបដោយសំណាងល្អចាយើងខ្ញុំសូមគោរពលាសិនហើយសាយ័ន្តសួស្តី